បាទសូមបកគ្រប់នឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៃប៊ិច Channel បាទ EP Learning ជាទីមេត្រីសូមបាទជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននូវបាទអត្ថបទថ្មីក៏ដូចជាក្បួនគុណគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះបាទលោកគ្រូក៏សូមធ្វើការជម្រាបជូននៅគឺហោរាសាស្ត្រធំប្រចាំខែមេសាបាទឆ្នាំ2025ថាតើក្នុងខែ4នេះ លោកអ្នកនឹងមានដួងជតារាសីប្រែប្រួលយ៉ាងណាខ្លះបាទគឺមានលៀបមានជ័យក៏ដូចជាមានគ្រោះថ្នាក់ក៏ដូចជាមានអភូតហេតុអ្វីខ្លះដែលកើតមានក្នុងខែនេះអញ្ចឹងក៏សូមពុកម៉ែបងប្អូនក៏ដូចជាទស្សនិកជនមកទស្សនាជាមួយនឹងខ្លឹមសារជាមួយនឹងជើងលេខរបស់លោកគ្រូហៅដូចតទៅបាទយើងឃើញឲ្យថាបើយោងទៅតាមការគុណគូទូទាយបាទដែលជាការបកស្រាយរបស់បាទស្ដេចហោគឺលោកគ្រូខៅលីខិនលោកគ្រូបានធ្វើការបកស្រាយនៅហោរាសាស្ត្រធំទូទាយនៅឆ្នាំបាទគឺជូតឆ្លូវខាលថោះរោងម្សាញ់មមីមម៉ែបាទគឺច្រើនឆ្នាំកន្លងមកហើយសម្រាប់ខែមេសានេះជាក់ស្ដែងណានៅពេលនេះលោកគ្រូក៏បានបន្តទូទាយជូនចំពោះឆ្នាំចំនួន4បន្តទៅទៀតគឺឆ្នាំវកឆ្នាំរកាចកុលក្នុងនោះដែរលោកគ្រូបានធ្វើការបកស្រាយនៅខ្សែជីវិតពិតនៅបាទគឺលៀបសំណាងនៅគ្រោះថ្នាក់ផ្សេងដែលកើតឡើងក្នុងខែនេះហើយក៏លោកគ្រូមានបាទវិធីសាស្ត្រក៏ដូចជាការណែនាំខ្លះដើម្បីឲ្យរាសីរបស់លោកអ្នកនឹងប្រែមកជាល្អវិញឬក៏វិធីសាស្ត្រជោគជ័យសម្រាប់ខែមេសាឲ្យស្របទៅតាមទំនាយទៅទៀតបាទអញ្ចឹងបាទលោកគ្រូក៏សូមធ្វើការបកស្រាយទំលាយដូចតទៅបាទសម្រាប់ពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំវកលោកអ្នកដឹងទេថាបើតាមយីអូនបើតាមទំនាយហោរាសាស្ត្រធំក្នុងខែ4ឬក៏ខែមេសានេះសម្រាប់លោកអ្នកដែលកើតឆ្នាំវកបើឃើញថាស្វាគមន៍នៅខ្សាច់ដើម្បីទុះទាយពីជោគវាសនាហើយរាសីនឹងចម្រើនកើនឡើងផងដែរការងារជោគវាសនាក្នុងពេលនេះมันមានអ្វីគួរឲ្យបារម្ភនោះទេសូម្បីតែសមិទ្ធផលដែលសម្រេចបានដោយអ្នកបាទគឺដែលកើតនៅក្នុងឆ្នាំវកនេះក៏ជួយឲ្យជោគជ័យក៏ជួយឲ្យជោគវាសនារបស់លោកអ្នកនឹងពង្រីកតួនាទីបាទរបស់លោកអ្នកក្នុងការិយាល័យក្នុងស្ថាប័នពុកម៉ែបងប្អូនទៅទៀតបាទជាងនេះទៅទៀតសម្រាប់លោកអ្នកដែលកើតឆ្នាំវកនេះផងដែរលោកអ្នកក៏នឹងទទួលបាននៅការជួយជ្រោមជួយច្រែងពីសំណាក់ព្រះនៃទ្រព្យសម្បត្តិដូច្នេះហើយរាសីឡើងខ្ពស់ត្រដែតត្រដឹមបាទនៅក្នុងបាទគឺរាប់ចាប់ពីថ្ងៃទី5បាទគឺបាទរហូតដល់ថ្ងៃទី14នៃខែមេសារាសីកំពុងតែរីកដៀលដាក់រីកដុះដាលសមបាទគឺស័ក្តិសមជាមួយនឹងការប្រឹងប្រែងហើយស្របពេលគ្នានោះដែរលោកអ្នកក៏អាចចុះហត្ថលេខាលើកកិច្ចសន្យាឬក៏លិខិតស្នាមផ្សេងព្រោះថាទ្រព្យសម្បត្តិនឹងហូរចូលមកក្នុងហោប៉ៅរបស់លោកអ្នកបានយ៉ាងសមប្រកបជោគជ័យតែម្ដងបាទ
នៅក្នុងខែបាទគឺមេសានេះឬក៏ខែបាទ4នេះលោកអ្នកដែលកើតឆ្នាំវក នឹងមិនមានការព្រួយបារម្ភសម្រាប់រឿងការចាយវាយឬក៏រឿងលុយកាក់ឬក៏ទ្រព្យសម្បត្តិនោះឡើយទោះមិនសូវជាជីវភាពធូរធារខ្លាំងដល់កំពូលយ៉ាងណាក៏ដោយក៏ឆ្នាំវកនេះនៅតែមានប្រាក់ចំណូលសម្រាប់បាទគឺផ្គត់ផ្គង់ចំណូលប្រចាំថ្ងៃហើយមិនរងគ្រោះពីភាពក្រីក្រនោះទេក្រៅពីចំណូលសំខាន់ក៏មានចំណូលពីផ្នែកខាងក្រៅដែលជួយបាទសត្វនេះបានបាទប្រាក់បាទគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវិតថែមទៀតផងគ្រាន់តែព្យាយាមឲ្យខ្លាំងមិនត្រឹមតែពីបាទគឺចុងខែឬក៏ដើមខែនោះទេបាទជីវិតរបស់ពុកម៉ែបងប្អូននឹងសបោសបាយបាទគឺនឹងមានលៀបមានជ័យចូលមកបាទគឺជាក់ជាពុំខានបាទអញ្ចឹងបើយកទៅតាមការទូទាយនៅហេតុផលផ្សេងលោកគ្រូហៅសូមធ្វើការបកស្រាយបន្ថែមនៅក្នុងបាទគឺពាក់កណ្ដាលខែរាប់ចាប់ពីថ្ងៃទី14បាទក្រោយចូលឆ្នាំប្រពៃណីខ្មែរយើងនោះបើតាមទំនាយសូមធ្វើការបញ្ជាក់បន្ថែមថាយីអូនរបស់ពុកម៉ែបងប្អូនត្រូវបានហក់ឡើងខ្លាំងប៉ុន្តែបាទក៏មានគ្រោះនៅលាយឡំគ្នាគឺរាប់ចាប់ពីថ្ងៃទី20គឺអាចមានគ្រោះអញ្ចឹងគ្រោះនោះគឺជាការខាតនៅលាភជ័យមួយផ្នែកតូចដូច្នេះត្រូវតែបាទបំបត្តិគ្រោះនោះឲ្យអស់ត្រូវតែបាទធ្វើការបាទគឺបាទនិមន្តព្រះសង្ឃឬក៏ធ្វើបុណ្យធ្វើទានឬក៏បាទគឺចែកទានដល់បាទចាស់ជរាដើម្បីរំដោះគ្រោះដើម្បីឲ្យរាសីរបស់លោកអ្នកគឺឡើងខ្ពស់ត្រដែតត្រដើមវិញបាទអញ្ចឹងនេះគឺជាការបង្ហើបត្រួសនៃវិធីសាស្ត្រក៏ដូចជារាសីប្រចាំខែមេសាសម្រាប់ឆ្នាំបាទគឺបាទវកបាទក្នុងបាទ2025នេះផងដែរបាទអញ្ចឹងបាទសម្រាប់ឆ្នាំវកបាទសូមធ្វើការខមមិនពាក្យសាធុយកលៀបយកជ័យយកសេរីសុស្ដីបាទពិសេសបាទគឺត្រូវតែអនុវត្តឲ្យស្របទៅតាមទំនាយទាំងអស់គ្នាបាទជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការបង្ហាញនៅទំនាយនៅជើងលេខជូនចំពោះលោកអ្នកដែលកើតឆ្នាំបន្ទាប់គឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំរកាវិញម្ដងបាទអស់លោកអ្នកដែលកើតឆ្នាំរកាលោកអ្នកដឹងទេថាបើតាមទំនាយនៃហោរាសាស្ត្រធំប្រចាំខែមេសានេះបាទយើងឃើញថាឆ្នាំរកាបាទគឺមានបាទគឺភាពបាទជ្រុំជ្រែងបាទគឺមានការបាទមានអ្នកតាមជួយថែរក្សាមានអ្នកតាមជួយការពារបើទោះបីជាជួបបញ្ហាតូចបញ្ហាធំបាទគឺក៏មិនជារឿងដែលគួរឲ្យព្រួយបារម្ភនោះដែរបាទដោយឡែកសម្រាប់បញ្ហាក៏ដូចជាទុក្ខលំបាកផ្សេងដែលកើតមានត្រូវបានជៀសឆ្ងាយហើយបានមកវិញតែបាទគឺក្រឡមាសក្រឡប្រាក់បើកភ្នែកឡើងដូចត្រូវបានគេនាំសំណាងយកមកដល់ក្នុងបាផ្ទះឬក៏មុខផ្ទះទៅទៀតបាទបើយើងក្រឡេកមកមើលបាទអាជីវបាទជាអ្នកបាទជីពការងារឬក៏អាជីវកម្មផ្សេងលោកអ្នកដែលកើតឆ្នាំរកាគួរតែបាទគឺទទួលបាននៅចំណូលខ្ពស់ជាងមុនរីឯប្រាក់ចំណេញនឹងកើនឡើងទ្វេដងនៅចន្លោះបាទគឺបាទដើមខែមេសានេះតែម្ដងអ្នកដែលកើតនៅក្នុងឆ្នាំបារកានេះទទួលបានប្រយោជន៍ច្រើនដូចជាបាទគឺទឹកហូរធ្លាក់ពីលើភ្នំតែកំឡុងពេលនោះក៏ត្រូវសន្សំសំចៃក៏ដូចជាគ្រប់គ្រងលុយកាក់ឲ្យបានល្អផងដែរបាទមិនតែប៉ុណ្ណោះបើយោងទៅតាមទំនាយឃើញថាបាទរាសីរបស់ពុកម៉ែបងប្អូនឡើងខ្ពស់បើប៉ុន្តែគឺនៅមានចំណុចតិចតួចដែលជាឧបសគ្គឬក៏គេហៅថាគ្រោះដែលកើតមានឡើងដូចគ្នាអ
chẳng đầm bay rộng đọc cua ban nâu không đàm khai mê xả ni lục nẹ cua tái bà thơ ca bà cùng tranh đầm nơ bà lâu ngay đài bà mình ban bà kết ổng pi cục trồng trôi pi than ở phía plơ rứa có than ở phía bà cứ bà sẽ tạch cây cho bà lục nẹ bố ấy bà tam tùm ni ca na lục nẹ thơ đầm nơ ngay bà cứ ai bà chôm nâng cua hơi sầm ráp đầm nao chết bà đầm nao bà rồi dạ pê bà cứ pì mong rồi cò mùi mong cắn la cứ xạ xòm bẩm phốt bà khăn ca thua đầm nao hơi bị say nu bà lúc nè cứ sầm bô liệp sầm bô chơi từ hơi chẳng sầm ráp lúc nè đại cao nó khăn bà chăm rô cá trâu ăn vót từ tam ca này nôm hơiประหยัด cua khla bà cua thana khla bà ní cứ chỉ ca này nôm cứ chỉ ca bằng hành pleu rồi bỏ lục cua hao sầm ráp bà khai mê saឆ្នាំ2025នេះបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តគុណគូទូទាយនៅជើងលេខនៅហោរាសាធំប្រចាំបាទគឺខែមេសាបន្តទៅទៀតគឺឈានជើងចូលដល់លោកអ្នកដែលកើតឆ្នាំចបាទលោកអ្នកដឹងទេថាសម្រាប់ឆ្នាំចត្រូវបានលោកគ្រូហៅទូទាយមើលឃើញច្បាស់ចំតែម្ដងនៅទំនាយនៃការផ្លាស់ប្ដូរវិជ្ជមានជាច្រើនបាទគឺរាប់ចាប់ពីបាទគឺពាក់កណ្ដាលខែមេសាតទៅបាទលោកគ្រូសូមធ្វើការបញ្ជាក់បន្តិចនៅដើមខែមេសាគឺលោកអ្នកមានបាទរឿងមិនសូវជាល្អកើតឡើងបាទគឺចាប់ពីដើមខែទៅគឺអាចមានឧបសគ្គឬក៏បាទមានបាទការឆ្លោះប្រកែកគ្នាឬក៏ខាតលៀបខាតជ័យប៉ុន្តែក្រោយពេលឈានជើងចូលដល់ពាក់កណ្ដាលខែលោកអ្នកនឹងទទួលការកោតសរសើរវិញទទួលការស្រឡាញ់ពីសំណាក់មនុស្សជុំវិញខ្លួនបាទប្លែកខុសពីមុនហើយបាទតាមដាថាអាចមានឱកាសឡើងប្រាក់ខែឬក៏ឡើងតួនាទីបើជាបុគ្គលិកបម្រើការងារក្នុងស្ថាប័នណាមួយមិនថារដ្ឋមិនថាឯកជននោះឡើយបាទលោកអ្នកដឹងទេថាក្នុងខែមេសានេះអ្នកប្រែបានទៅនឹងបាទអ្នកដែលចាំទទួលនៅរង្វាន់សម្រាប់ជីវិតរាប់ចាប់ពីក្រោយចូលឆ្នាំប្រពៃណីខ្មែរនេះពោលគឺនឹងមិនហត់មិនខ្វល់រឿងហិរញ្ញវត្ថុបន្តទៅទៀតឡើយយ៉ាងណាបើមានបាទគឺលុយក្នុងដៃទៅហើយក៏លោកអ្នកត្រូវតែចេះគ្រប់គ្រងត្រូវតែចេះបែងចែកប្រើប្រាស់ឲ្យបាទគឺត្រូវជាមួយនឹងការដែលលោកអ្នកចំណាយបាទគឺចំណូលមានចំណាយឲ្យសមតុល្យជៀសវាងការចាយវាយដោយមិនបានគិតបាទឲ្យបានល្អិតល្អន់ហើយបាទធ្វើឲ្យបាទគឺបាទប៉ះពាល់ទៅដល់សេដ្ឋកិច្ចទៅវិញបាទអញ្ចឹងបើយោងទៅតាមទំនាយឃើញថាបកស្រាយច្បាស់មានទាំងហេតុផលមានទាំងបាទគឺជើងលេខអញ្ចឹងនៅឡើយតែពុកម៉ាងប្អូនដែលកើតនៅក្នុងឆ្នាំចតើលោកអ្នកព្រមទទួលយកនៅបាទគឺជើងលេខក៏ដូចជាការបកស្រាយដែរឬទេបើលោកអ្នកពេញចិត្តហើយទទួលយកកុំភ្លេចណាបាទខមមិនពាក្យសាធុឬក៏ធ្វើការបួងសួងបន់ស្រន់ដើម្បីឲ្យជើងលេខនេះកាន់តែឆត់កាន់តែល្បីខ្ទរខ្ទាជាងនេះទៅទៀតបាទឆ្នាំចមិនមានការកែសម្រួលឬក៏ណែនាំនោះឡើយដោយសារតែរាសីរបស់លោកអ្នកបាទឃើញថាគឺបើអំណោយផលស្របតាមពេលវេលាបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅយីអូននៅជើងលេខនៅហោរាសាធំសម្រាប់លោកអ្នកដែលកើតឆ្នាំកុលវិញម្ដងបាទជូនចំពោះឆ្នាំកុលលោកអ្នកដឹងទេថាឆ្នាំកុលនោះឯងជាមនុស្សដែលមានភាពតស៊ូបាទហើយក៏ជាមនុស្សដែលប្រឹងប្រែងណាស់ដែលបាទគឺជួបការលំបាកមិនយូរទេព្រោះថាមនុស្សនេះមានសមត្ថភាពក្នុងការបាទគឺរើបំរាស់ខ្លួនចេញអំពីបញ្ហារើបំរាស់ខ្លួនចេញអំពីបាទគឺរណ្ដៅហើយយ៉ាងណាមិញបាទយើងឃើញថារាប់ចាប់ពីខែមេសានេះបើតាមទំនាយជើងលេខបាទគឺរកឃើញថាគោលដៅជីវិតរបស់លោកអ្នកគឺត្រូវបានបង្ហាញខ្លួនហើយលោកអ្នកក៏ប្រកាសជាលែង
bà cứ mình miên cô đau cứ miên cọ miên trời trăm trời để ai bỏ chỉ miên tổ một bàn rộp chạp bị khai mê xả nỉ bà សម្រាប់អ្នកដែលកើតនៅក្នុងបាទគឺឆ្នាំកុលនេះដែរលោកអ្នកបាទគឺបានខិតខំប្រឹងប្រែងតាំងតែពីដំបូងហើយនោះក៏នឹងទទួលបាននៅលៀបសំណាងមួយចំនួនបាទឃើញថាចាប់ពីដើមខែគឺចាប់ពីថ្ងៃទី2បាទនៃខែមេសាតទៅឬក៏បាទគឺរាប់ចាប់ពីចូលឆ្នាំប្រពៃណីខ្មែរនោះគឺកាន់តែពិសេសឡើងខ្លាំងមួយកម្រិតទៀត ទទួលបាននៅបាទវ័យដែលលោកអ្នកគឺសម្រេចតាមកាលក្រងទុកបាទព្រោះថាវាជាការតបស្នងព្រោះថាវាជាការឆ្លើយតបនៃការខិតខំប្រឹងប្រែងបាទដល់របស់ពុកម៉ែបងប្អូនទាំងឡាយកន្លងមកឃើញថាពីឆ្នាំមុនខែមុនលោកអ្នកបានប្រឹងប្រែងច្រើនណាស់មិនថាជាកិច្ចការងារតូចកិច្ចការងារធំនោះទេលោកអ្នកតែងតែជំនះតស៊ូ ប៉ុន្តែជាលទ្ធផលបាទក្នុងខែមេសានេះឃើញថាបានឆ្លើយតបមកវិញហើយអញ្ចឹងសូមពុកម៉ែបងប្អូនដែលកើតនៅក្នុងឆ្នាំកុលគុំនៅអល់អែសូមធ្វើការខមមិនពាក្យសាធុព្រោះអីបាទក្នុងបាទខែមេសានេះសម្បូរទៅដោយលៀបបាទហើយគ្រោះនោះគឺមិនមាននោះឡើយមានតែលៀបនឹងជ័យ មានតែបាទគឺសេចក្តីសុខចម្រើនហើយលុយចូលជប់តែម្ដងបាទចូលរួមអបអរសាទរសម្រាប់ឆ្នាំកុលក្នុងខែ4ទាំងអស់គ្នាបាទសម្រាប់បកាបកស្រាយនៅជើងលេខនៅហោរាសាស្ត្រធំប្រចាំខែមេសាឆ្នាំ2025នេះដែរ សម្រាប់លោកអ្នកដែលកើតនៅក្នុងឆ្នាំបាទគឺចំនួន4ចុងក្រោយគឺឆ្នាំវករកាចកុលក៏ត្រូវបានបកស្រាយទូទាយរួចរាល់នៅរាសីនៅជើងលេខអញ្ចឹងសង្ឃឹមថាលោកអ្នកដែលនិយមតាមដានទស្សនានៅ Channel EPC នោះក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅបាទអត្ថបទថ្មីក៏ដូចជាចំណេះដឹងថ្មីបាទពី Channel យើងខ្ញុំផងដែរបាទ ពីខ្ញុំបាទក៏សូមបាទអរគុណនិងសូមបាទជម្រាបលាយើងនឹងវិលមកជួបគ្នានៅបាទគឺជើងលេខល្អៗក្រោយទៀតបាទសូមអរគុណ